បានស្ដាប់វីដេអូបងហើយលែងស្ទាក់ស្ទើរក្នុងចិត្តទៀតហើយខ្ញុំចង់ដាក់កូនចូលសាលាមួយតម្លៃរៀងគួរសមដែរតែនៅថ្ងៃដែលខ្ញុំនិងប្តីបានទៅសាកសួរព័ត៌មានកម្មវិធីសិក្សាសាលាល្អតែខ្ញុំរៀងសង្ហាចិត្តនៅពេលដែលសាលាចាក់តុក្កតាឲ្យក្មេងៗជាពិសេសសិស្សតូចៗអង្គុយមើលអ្នកគ្រូនៅសាលាថា2ខែទៀតខ្ញុំអាចនាំកូនឲ្យចុះឈ្មោះចូលរៀនបានប៉ុន្តែបានស្ដាប់បងនិយាយហើយមានតែរកសាលាផ្សេងឲ្យកូនមិនមែនតែអូនទេដែលនិយាយទៅលើចំណុចមួយនេះសូម្បីតែម៉ាក់ដែលខ្ញុំធ្លាប់ឆាតជាមួយគាត់ផ្សេងទៀតហើយតាមការសម្គាល់របស់ខ្លួនឯងផ្ទាល់ដែលបានចុះទៅមើលសាលាមួយចំនួនដែរហ្នឹងណាមិនមែនតែសាលាដែលមានតម្លៃសមរម្យដែលគាត់ដាក់ទូទស្សន៍ឲ្យកូនមើលទេសូម្បីតែសាលាដែលរៀងថ្លៃឧទាហរណ៍ថា5000 6000អីសាលាថ្លៃប៉ុណ្ណឹងហើយក៏នៅតែដាក់ទូទស្សន៍ឲ្យកូនរបស់យើងមើលទៀតដល់ពេលចឹងខ្ញុំវារៀងសង្ហាចិត្តដែរចង់និយាយថាកូនក្មេងគឺត្រូវការលេងឲ្យបានច្រើនត្រូវការលេងនៅខាងក្រៅ outdoor អីចឹងទៅតែដល់ពេលគាត់ដាក់ទូទស្សន៍ឲ្យក្មេងមើលនៅពេលដែលគាត់កំពុងតែចាំយើងទៅទទួលពីកន្លែងធ្វើការហ្នឹងវាធ្វើឲ្យក្មេងទៅជាក្មេងអសកម្មវិញគាត់អត់ active ទេហើយគាត់អង្គុយតែមួយកន្លែងអង្គុយមើល screen អញ្ចឹងទៅជាពិសេសបើសិនជាគាត់មើលអីដែលអត់ល្អទៀតគឺយ៉ាប់ខ្លាំងហ្មងអញ្ចឹងខ្ញុំគិតថាសម្រាប់សាលាតូចប្រហែលជាគាត់អាចដាក់ screen ដាក់ទូទស្សន៍ហ្នឹងដើម្បីកាត់បន្ថយចំណាយប៉ុន្តែសម្រាប់សាលាធំដែលយើងបង់មួយឆ្នាំហ្នឹងតម្លៃរៀងថ្លៃដែរហើយហ្នឹងណាខ្ញុំអត់យល់ថាហេតុអីបានខាងសាលានៅតែដាក់ទូទស្សន៍ឲ្យកូនក្មេងមើលទៀតហើយមិនដាក់តែតុក្កតានៅក្នុង YouTube ទេណាមានដាក់រឿងដាក់អីឲ្យកូនក្មេងមើលទៀតអញ្ចឹងដូចខ្ញុំនិយាយអញ្ចឹងបើសិនជាគាត់មើលអីដែលអត់ល្អគឺវាប៉ះពាល់ដល់ការអភិវឌ្ឍខួរក្បាលរបស់កូនយើងខ្លាំងមែនតើជាពិសេសអាកប្បកិរិយារបស់កូនយើងណាបើសិនជាយើងអត់អាចពុតអាកប្បកិរិយារបស់គាត់តាំងពីតូចនឹងបានទេគាត់កាន់តែធំគឺយើងកាន់តែពិបាកក្នុងការពុតអាកប្បកិរិយារបស់គាត់នឹងខ្លាំងណាស់អញ្ចឹងពេលដែលគាត់អាយុក្រោម10ឆ្នាំហ្នឹងជាពិសេសអាយុក្រោម5ឆ្នាំហ្នឹងហ្មងគឺងាយស្រួលសម្រាប់យើងក្នុងការពុតអត្តចរិតរបស់គាត់ងាយស្រួលសម្រាប់យើងក្នុងការប្រាប់គាត់ថាអីដែលត្រូវអីដែលខុសហើយយើងនិយាយអីក៏គាត់ស្ដាប់យើងចូលដែរប៉ុន្តែនៅពេលដែលគាត់កាន់តែធំទៅគឺយើងនិយាយអីទៅក៏គាត់ត្រូវគិតសិនថាតើអាហ្នឹងវាត្រូវដូចនឹងមិត្តភ័ក្តិរបស់គាត់និយាយដែរអត់ឬក៏មជ្ឈដ្ឋានជុំវិញរបស់គាត់នឹងនិយាយដែរអត់ហើយបើសិនជាវាខុសគ្នាគាត់ប្រហែលជាស្ដាប់អ្នកខាងក្រៅជាងយើងខាងក្នុងនេះហើយបើសិនជាយើងមិនមានទំនាក់ទំនងល្អជាមួយគាត់អញ្ចឹងសំខាន់មែនតើដែលខាងសាលាគាត់គួរតែយកចិត្តទុកដាក់ទៅលើរឿងហ្នឹងមិនមែនចេះតែដាក់ទូទស្សន៍ឲ្យកូនក្មេងមើលហើយដាក់រឿងអីផ្ដេសផ្ដាស់ឬក៏តុក្កតាអីផ្ដេសផ្ដាស់ឲ្យពួកគាត់មើលកើតទេវានឹងប៉ះពាល់ទៅដល់អាកប្បកិរិយារបស់កូនក្មេងក៏ដូចជាការអភិវឌ្ឍខួរក្បាលរបស់គាត់